ឥឡូវកម្មវិធីនេះគឺបុណ្យផ្កាប្រាក់សាមគ្គីកសាងចេតិយនិងលើកឆាត់រួតតម្កល់ធាតុអតីតព្រះចៅអធិការវត្តប្រមាញោមហើយមានន័យថាយើងរួមគ្នាធ្វើបុណ្យផ្កាដើម្បីកសាងបច្ចេកដីតម្កល់ព្រះគ្រូឧបជាយាចាតម្កល់ព្រះសង្ឃជាព្រះគ្រូឧបជារបស់យើងជាព្រះចៅអធិការរបស់យើងជាសាមណៈដែលយើងត្រូវគោរពបូជាដូច្នេះបុណ្យនេះគឺកើតឡើងដោយការរួបរวมគ្នាពាក្យថាបុណ្យផ្កាពីដើមគេយកផ្កាមែនតែនមកថ្វាយយើងឃើញក្នុងបត្រៃ3ដកភាគ72 73 74កពីអបទានបានលើកឡើងថាប្រធេរៈនិងប្រធេរីលោកបានសារភាពអំពីបុព្វកម្មរបស់លោកដែលលោកបានកើតមកមានរូបឆោមលោមពណ៌មានតម្រេះចេះដឹងមានបញ្ញាឆ្លាតតាន់ព្រះនេះដោយសារលោកធ្លាប់បានថ្វាយផ្កាពីអតីតមកអ្នកខ្លះថ្វាយផ្កាឈូកអ្នកខ្លះថ្វាយផ្កាផលិតអ្នកខ្លះថ្វាយផ្កាតាគៀបអ្នកខ្លះផ្កាឈូកផ្កាអីទៅអ្នកខ្លះថ្វាយដល់បច្ចេកដីដល់ពពោទីព្រឹកដល់ពពុទ្ធរូបបានជាខ្លួនបានកើតក្នុងឋានសួគ៌បានកើតមកជាមនុស្សរហូតមាននិស្ស័យវាសនាមកតាន់ព្រះជាពិសេសរូបឆោមលោមពណ៌ល្អស្អាតនិងដោយសារបានថ្វាយផ្កាកើតឡើងមនុស្សមានជំនឿថាផ្កាជាវត្ថុមួយដែលស្អាតមកដើមឈើស្អាតជាងគេគឺផ្កានឹងហ្មងណាញោមណាហើយអញ្ចឹងដើមឈើផ្លែមានស្លឹកមានផ្លែមានផ្កាប៉ុន្តែវត្ថុដែលស្អាតជាងគេគឺផ្កាហើយជារបស់ដែលគេស្រឡាញ់គេចូលចិត្តអញ្ចឹងហើយអ្នកណាថ្វាយផ្កាអ្នកនងឯងកើតឡើងคล้ายជាវត្ថុដែលគេស្រឡាញ់គេចូលចិត្តដែរអញ្ចឹងអ្នកនងត្រូវយ៉ាងគង់ណាញោមទៅដល់ទៅមានចេតិយស្វេដាហ្គនដែលពីដើមគេហៅសង្ឃពុទ្ធរចេតិយដែលគេចម្លងមកដាក់នៅលើភ្នំយ៉ាតនៅបៃលិនណាដូចគ្នាចេតិយហ្នឹងនៅខាងលើកពូលគេដាក់មីរាប់គីឡូញោមហើយប្រហែលជា15នាទីឬ10នាទីគេតម្រង់ជួរគ្នាបោសម្ដង15នាទីគេតម្រង់ជួរគ្នាបោសម្ដងហើយអត់មានសម្រាមសោះហើយគេបោសរហូតគេធ្វើចឹងដើម្បីអីគេធ្វើដើម្បីយកបុណ្យគេមិនមែនទុកព្រះដោយយើងទុកឲ្យកឌៀពាត់ផងនៃពីងពីងពាត់សត្វដីមិនជូតទេគេអត់ទេគេតែ10នាទី15នាទីគេបោសគេជូតម្ដងឲ្យស្អាតណាស់ហើយខ្មែរយើងចូលទៅអាត្មានាំកូនចៅទៅគេចាប់អស់2 3នាក់ដោយសារយើងស្លៀកខោចូលគេអត់ឲ្យចូលទេគេចាប់ឲ្យមកស្លៀកសពុតវិញតែយល់ណាហើយបើអ្នកអត់មានអាវសគេអត់ឲ្យចូលដែរគេគោរពឲ្យពាក់ស្បែកជើងគេអត់ឲ្យចូលដែរគេគោរពបូជាខ្លាំងណាស់ហកងាកទៅប្រទេសសេរីលង្កាឯនោះវិញចេតិយគេធ្វើធំធំអាត្មាទៅពាត់ទង់ចេតិយខ្លះតលទង់400ម៉ែត្របានដាក់មកជុំបានគាត់ចិត្ត100ម៉ែត្រអីនោះណាញោមកសាងធំនៅគោរពបូជាហើយជាងធ្វើចេតិយជំនាន់នោះអាសាណាធ្វើធំណាស់ចេតិយច្រើនជាពិសេសធាតុព្រះអង្គអនាគតទៅនឹងទៅប្រជុំគ្នានៅវាលកៈចេតិយនៅប្រទេសស្រីលង្កាហើយនឹងហោះចេញពីស្រីលង្កាទៅពុទ្ធគយាញោមចាំមើលអញ្ចឹងកន្លែងនោះគឺកន្លែងអស្ចារ្យនឹងប្រជុំភាពរបស់ព្រះក្នុងពេលអនាគតដែរនិយាយពីការកសាងចេតិយច្រើនអញ្ចឹងធម្មមាសោតលោកកសាងចេតិយនៅប្រទេសឥណ្ឌាក្រោយពុទ្ធសករាជកន្លងទៅជាង300ឆ្នាំកសាងបានយ៉ាងច្រើនរហូតដល់84000ចេតិយញោមលោកទៅកសាងនៅអជន្តាដែលគេប្រែថាកន្លែងដែលអ្នកស្រុកយើងនឹងមនុស្សមិនអាចងាយទៅដល់បានលោកដាក់ភ្នំយកកតិចថ្មចេញឲ្យភ្នំនឹងទៅជាចេតិយទៅជាវត្តចឹងដាក់ឲ្យប្រហែងប្រហោងពេញភ្នំនឹងទៅជាមានជើងសរមានអីត្រមានបន្ទប់មានប្អួចអីអស់ចាញោមហើយឥឡូវនឹងមានគេទៅដល់ច្រើនហើយអជន្តាមួយទៀតលោកមកកសាងនៅភ្នំសាន់ជីដែលគេហៅថាជាកន្លែងផ្សាយសាសនាពីភ្នំសាន់ជីអង្គរវត្តយើងអង្គរធំអង្គរតូចយើងឃើញហើយយើងកាប់ថ្មយកមកទាំងរៀបជាដុំហើយរៀបចេញទៅជាប្រាសាទអង្គរយើងថាអស្ចារ្យហើយគឺអស្ចារ្យមែនប៉ុន្តែដល់តែយើងទៅមើលដល់ប្រទេសឥណ្ឌាសមានតែមានតែយើងព្រះហើយនៅលើភ្នំសាន់ជីចេតិយទាំងអស់រៀបពីថ្មដូចអង្គរវត្តចឹងញោមរៀបទៅចេតិយខ្លះបាក់បែកខ្លះនៅទម្រង់នៅល្អទាំងអស់រៀបពីថ្មទាំងអស់ហើយអាត្មាទៅដល់លោកគេដើរចោលគេអាឡៃអាត្មាអាឡៃទៅមើលអស់ហូរថ្មធំណាស់ដូចអង្គរវត្តដែរហើយគេដឹកមកអាម៉េចលោកគេធ្វើអាម៉េចអាឡៃតែឈ្មោះមើលគេទៅចោលអស់រត់រគេតម្រង់ទៅឃើញហើយនៅក្នុងមានប្រធានព្រះសិរីបុត្រនិងព្រះមោគលានតម្កល់នៅក្នុងកាលពីសម័យសម្ដេចសីហនុគេនាំប្រធានទាំង2អង្គហ្នឹងយកមកដាក់នៅបរមរាជវាំងភ្នំពេញយើង
ធ្វើបន់7យប់7ថ្ងៃមនុស្សទៅពីគ្រប់ខែទៅបូជាប្រធាននោះដាក់លុយដាក់កាក់ច្រើនដល់គ្រប់7ថ្ងៃគេហែចេញពីភ្នំពេញបរមរាជវាំងទៅដាក់នៅទីក្រុងកែលគូតាវិញទៅយើងនៅសល់លុយនៅសល់មាសនៅសល់ពេជ្រដែលគេបូជានឹងច្រើនបូកថែមនឹងថវិការដ្ឋថែមទៀតយកទៅកសាងបានមន្ទីរពេទ្យមួយឈ្មោះហៅពេទ្យលោកសង្ឃសម័យនោះណាញោមណាដោយសារគ្រប់បូជាប្រធាននឹងអស្ចារ្យណាអញ្ចឹងព្រះចេតិយនេះគឺគេធ្វើបានច្រើនធម្មមានសោកដើរធ្វើកន្លែងព្រះអង្គប្រសូតកន្លែងព្រះអង្គព្រះនិព្វានកន្លែងព្រះអង្គសម្ដែងធម្មចក្រហើយកន្លែងត្រាស់ដឹងនៅទល់សពថ្ងៃយោលោកកសាងឲ្យនៅទល់សពថ្ងៃហើយមានមាសនៅពីលើទៀតហើយនៅកន្លែងព្រះអង្គព្រះនិព្វានក៏នៅទល់សពថ្ងៃដែរប៉ុន្តែកន្លែងព្រះអង្គប្រសូតនិងសម្ដែងធម្មចក្រឃើញថាបាក់បែកអស់ដោយសារសង្គ្រាមសាសនារីឯប្រទេសដទៃដូចជាប្រទេសចិននៅវត្តឡាំងគង់ខេត្តប៉ាក់គីងគេពហិចៅហ៊ានគេបានកសាងបច្ចេកដីធ្វើអំពីមាសតម្កល់ចង្កូមកែវញោមនៅប្រទេសសេរីលង្កានៅក្នុងទីក្រុងខេឌីគេធ្វើចេតិយពីមាសតម្កល់ចង្កូមកែវដែរឃើញថាអានិសង្ឃគេកសាងជ្រះថ្លាមកពីអីមកពីគេគោរពទៅបានបុណ្យនឹងហើយបានគេកសាងងាករាយបែរមករកពីសម័យពុទ្ធកាលព្រះអង្គព្រះនិព្វានទៅគឺចែកព្រះត្រីរកធាតុនោះយកទៅធ្វើកសាងចេតិយបញ្ចុះទុកហោហែទៅនិយាយពីស្ត្រីម្នាក់រឿងពីដើមមកគាត់បដើកូនដើរទៅឃើញកូនទៅក៏ឃើញគេធ្វើចេតិយហើយទៅស្រាប់តែណែសួរម៉ែគេធ្វើអីគេនោះម៉ែកូនឲ្យគេកសាងចេតិយហើយគេកសាងចេតិយនោះមានប្រយោជន៍អីទៅម៉ែកូនឲ្យគេជឿថាមហិតនូនឹងមានមហិទ្ធិឫទ្ធិច្រើនក្នុងពេលអនាគតមហាភូកូនឹងមានភោគៈទ្រព្យសម្បត្តិច្រើនមហាដេជោនឹងមានដេជះច្រើនគឺមានយសស័ក្តិមានអំណាចមហាបញ្ញោនឹងមានបញ្ញាឆ្លាតនឹងបុណ្យកុសលបានសុខបានអាយុវែងផ្សេងទៀតណាកូនហើយកូនក្មេងតូចនឹងលឺតែប៉ុណ្ណឹងវាដូចជាមាននិស្ស័យវាដោះខ្សែកពីកមកប្រាប់ថាម៉ែខ្ញុំចង់យកខ្សែកនេះទៅចូលកសាងចេតិយជាមួយគេបានទេម៉ែភ្ញាក់ព្រឹកអះហេហើយកូនឯងក្មេងតូចអញ្ចឹងសោះចង់កសាងចេតិយកូនឲ្យយកទៅចូលគេទៅកូនដល់តែយកទៅចូលគេទៅយកមកសេចក្តីជ្រះថ្លារត់ទទួលទានមានបានស្លាប់មកជាតិនឹងទៅកើតឯឋានសួគ៌សោយសម្បត្តិទឹកនៅឯនោះអស់កាលយូរដល់តែពេលចុះពីឋានសួគ៌មកចំសម័យព្រះអង្គប្រពុតយើងនឹងមកដល់កើតនៅទីក្រុងរាជក្រឹសជាកូនមហាសេដ្ឋីហើយនៅក្នុងរាជក្រឹសនឹងមានសេដ្ឋីមួយគាត់ស្លាប់ទៅគាត់ទុកទ្រព្យឲ្យកូនឲ្យចៅប៉ុន្តែគេដាក់ប្រស្នាថាឲ្យស្វែងរកអ្នកមានបុណ្យមកធ្វើប្រពន្ធសិនបើរកអ្នកមានបុណ្យឃើញបានមើលទៅឃ្លាំងមាសនឹងទៅជាមាសចឹងគាត់ឲ្យមាសនឹងคล้ายជាដុំដីឲ្យមើលទៅឃើញជាដុំដីសិនហើយនាងនឹងមកកើតនៅនឹងនិយាយពីរូបឆោមលោមពណ៌ល្អស្អាតអាយុវ័យពេញកមុំហើយតាឯនោះគាត់ស្លាប់បាត់ទៅគាត់ទុកកូនចៅនឹងឲ្យរកអ្នកមានបុណ្យអញ្ចឹងកូនគាត់នឹងមានកូនប្រុសនឹងវាត្រូវជាចៅនឹងវាត្រូវពេញកំឡោះដែរគាត់ទៅស្វែងរកអ្នកមានបុណ្យយកមាសនឹងមកកជ្រែកដាក់ឲ្យគេមើលក្រែងមានអ្នកមានបុណ្យមើលទៅវាចេញជាមាសមើលទៅមិនឃើញចេញជាមាសយកទៅដាក់នឹងផ្សារក្រែងមានអ្នកមកផ្សារដាក់រាល់ថ្ងៃគេឆ្ងល់គេថាតានោះឃើញយកដុំថ្មមកកជ្រែកមកអង្គុយលក់រាល់ថ្ងៃគ្មានណាទិញសោះហើយឃើញតែយកដុំថ្មមកលក់មកកជ្រែកនឹងរហូតតាហ្នឹងមិនខ្ចីមាត់ស្រាប់តែនាងស្រីកមុំមិញនេះកំពុងតែពេញរូបស្អាតម៉ែព្រឹកឲ្យទៅទិញប្រេងឯផ្សារបន្តិចមកកូននាងកាន់ដបទៅទិញប្រេងស្រាប់តែកលេចឃើញតាហ្នឹងទៅប្រាប់ថាណែលោកអ៊ំហើយមាសពេជ្រកែកងល្អអញ្ចឹងអ៊ំឯងដាក់កជ្រែងមិនក៏មិនដាក់ទូឲ្យស្អាតស្រួលពួយគ្រាន់តែប៉ុណ្ណេះកលេចទៅមកកជ្រែងនោះទៅជាមាសទាំងអស់តានោះចាប់ដៃជាប់ឯងថារយូរហើយអ្នកមានបុណ្យឥឡូវឃើញឲ្យស្អាតណាស់លោកអើយអូដៃទៅផ្ទះទៅដល់បើកឲ្យឃើញក្នុងឃ្លាំងគាត់ទៅជាមាសទាំងអស់វិច័យដនចៅគាត់នៅកំឡោះល្មមយកដូចគេណាត់គ្នាអញ្ចឹងរៀបការឲ្យបដោយបកុលទ្រព្យសម្បត្តិឲ្យទៅអាខាងប្រឡងហ្នឹងខាងនោះសេដ្ឋីខាងនេះសេដ្ឋីនាងនឹងបានទ្រព្យសម្បត្តិច្រើនរស់នៅដោយសារកសាងចេតិយពីមុនមកស្រាប់តែព្រះសិរីបុត្រយើងនេះលោកទៅព្រះនិព្វាននៅឯនិលន្ទាស្រុកកំណើតរបស់លោកកើតបន្ទប់ហ្នឹងលោកមកព្រះនិព្វានក្នុងបន្ទប់ហ្នឹងវិញអ្នកស្រុកក៏ជ្រះថ្លាទៅកសាងចេតិយមួយនៅក្នុងសាកលវិទ្យាល័យនិលន្ទាជាសាកលវិទ្យាល័យដែលកើតមុនគេលើពិភពលោកមានតែពីរទេគឺសាកលវិទ្យាល័យនៅតកសិលាមួយនិងនៅនិលន្ទាមួយដែលក្នុងរឿងព្រេងថាទៅរៀនមុនគុំទៅរៀនចំណេះដឹងពីសាលាអាចារ្យទិសាប្រម៉ោងនៅកតសិលានោះសពថ្ងៃអានោះនៅអាហ្គានីស្ថានឯនិលន្ទានឹងគឺនៅស្រុកព្រះសិរីបុត្រនឹងในសាកលវិទ្យាល័យនឹងអាត្មាទៅមើលហើយ10គីឡូ4ជ្រុងញោមគ្រាន់តែមានសង្គ្រាមសាសនាគេដុតឆេះមួយខែបានរលត់នៅកណ្ដាលសាកលវិទ្យាល័យនឹងមានចេតិយមួយគឺចេតិយព្រះសិរីបុត្រ
hai kilo sebab fly jengke matrok Indiaមានកន្លែងហ្នឹងឯងព្រោះអ្នកប្រាជ្ញគឺស្រាវជ្រាវច្រើនសកលវិទ្យាល័យចាក់ជាងគេមុនគេកើតមុនគ្រិស្តសករាជ600ឆ្នាំមកណាញោមដល់តែពេលគេកសាងចេតិយព្រះសិរីបុត្រនាងហ្នឹងនាំប្តីនាំប្រពន្ធនាំគ្នាទៅមកនឹកថាយើងដែលកើតមកជាសេដ្ឋីមានបានប៉ុណ្ណឹងមកពីជាតិមុនយើងបានកសាងចេតិយដែរឥឡូវយើងធ្វើបន្តទៀតក៏នាំប្តីនាំម៉ែឪក្មេកទៅគោរពបូជាបច្ចេកដីនោះឥឡូវនាងស្លាប់ហើយទៅកើតឋានសួគ៌បាត់ហើយក្នុងកពីថាបើសិនជានាងចុះមកកើតជាមនុស្សជាមហាអុកញ៉ាយកទ្រព្យសម្បត្តិគ្មានលេខដាក់ទេប៉ុន្តែឥឡូវនាងមិនមកលំបាកដោះថ្មិញខ្ពុលមាត់ឲ្យដូចយើងទេនាងទៅនៅឋានសួគ៌សុខសប្បាយណាញោមណានេះហើយជាអានិសង្សអ្នកកសាងចេតិយបូជាចេតិយឬចូលរួមគោរពបូជាចឹងនឹងបានអានិសង្សយ៉ាងច្រើនសូម្បីតែព្រះមហាមោគលានឃើញទេវតាពីអ្នកប្តីប្រពន្ធស្អាតនោះក៏សួរថាណែអ្នកឯងកើតនៅមនុស្សធ្វើបុណ្យអីបានកើតមករូបឆោមលំពណ៌ស្អាតប្តីនៅថាលោកម្ចាស់ហើយខ្ញុំព្រះអង្គនឹងមិនចង់ទូលប្រាប់ទេព្រោះបុណ្យវាតិចពេកបុណ្យតិចពេកនឹងបុណ្យអីប្រាប់បន្តិចមកមើលខាងកាលនោះខ្ញុំទៅកាប់អស់កាប់វល់ក្នុងព្រៃខ្ញុំឃើញស្ថានធ្នូតបច្ចេកដីចាស់គេបោះបង់ចោលមានស្មៅមានព្រៃពាត់ចិត្តទៅខ្ញុំក៏នឹកថាឲ្យតែចេតិយរបស់គួរគោរពទាំងអស់មិនគិតថាម៉ែយើងឪយើងរបស់គេរបស់យើងនេះទេបើចិត្តកាប់ឆ្ការព្រៃឲ្យស្អាតហើយទៅក៏បោសសម្អាតហើយជ្រះថ្លាពេកក៏កាប់មេឈើមួយមេធ្វើដងតុងយកកម្មាខ្លួនឯងទៅចងធ្វើតុងដាក់បូជាបច្ចេកដីហើយក៏ត្រឡប់មកដល់ផ្ទះវិញប្រពន្ធសង្ស័យទៅពេលហ្នឹងទៅដេកឯណារបស់ភ្លេចកម្មាបាត់ហើយគេដាក់វាក្រកម្មាដែរនោះបានប្តីនឹងលួងថាឯងអើយកុំឆ្ងល់អីណែកម្មាយើងមួយហ្នឹងខ្ញុំឃើញចេតិយគេចោលក្នុងព្រៃខ្ញុំមកកាប់ឆ្កាយស្អាតទៅខ្ញុំដាក់ជាតុងបូជាថ្វាយហើយយើងអត់បានធ្វើបុណ្យធំអីគេទេឯងអនុមោទនាបុណ្យបូជាចេតិយមួយហ្នឹងទៅណាឯងណាប្រពន្ធហ្នឹងក៏ចឹងដែរអញ្ចឹងយើងលះបង់កម្មាមួយចាត់ទុកថាយើងធ្វើបុណ្យទៅចុះថ្វាយគុំសាធុទទួលយកបុណ្យហ្នឹងបានទេវតានឹងប្រាប់ថាព្រះអង្គហើយខ្ញុំព្រះអង្គធ្វើបុណ្យតែប៉ុណ្ណឹងបានពីអ្នកប្តីប្រពន្ធមកកើតជាទេវបុត្រហ្នឹងដោយសារលះបង់តែកម្មាមួយបូជាបច្ចេកដីផងណាញោមណាអញ្ចឹងអ្នកគោរពចេតិយអ្នកបោសចេតិយអ្នកកសាងចេតិយបានអានិសង្សច្រើនដូចរៀបរាប់មកយ៉ាងហ្នឹងបានជាប្រគុណម្ចាស់ហ្នឹងលោកចង់ចែកបុណ្យឲ្យញោមដែរបើលោកធ្វើទៅលោកទៅបានបុណ្យទៅលោកបើធ្វើទៅចំណោះវត្តហ្នឹងទៅបានបុណ្យទៅចំណោះវត្តហ្នឹងអញ្ចឹងដើម្បីឲ្យញោមញាតិបានបុណ្យបានអាយុវែងផងក៏ធ្វើជាបុណ្យផ្កាទៅឲ្យញោមញាតិបានចូលរួមដែរយើងបានបំពេញបុណ្យកុសលរៀងខ្លួនបើដូច្នេះពេលយើងបានបុណ្យកុសលហើយបុណ្យហ្នឹងនឹងជួយយើងឲ្យបានអាយុវែងសុខភាពល្អអនាគតទៅកើតកន្លែងណាក៏មានលៀបមានយសមានស័ក្តិមានតំណែងដែរណាញោមណាកើតកន្លែងល្អឥឡូវយើងសូមឧទ្ទិសបុណ្យឲ្យបានដល់អតីតព្រះគ្រូឧបជាយាចាបច្ចេកអធិការវត្តគ្រប់ជំនាន់ក្នុងវត្តនេះព្រះគ្រូសូមស្ដាំឆ្វេងរួមទាំងអាចារ្យគណៈកម្មការដែលជាឧបការៈរបស់វត្តមានគុណបំណាច់ជាមួយវត្តអារាមនឹងក៏សូមអនុមោទនាបុណ្យនេះផងប្រគុណម្ចាស់គ្រូព្រះអង្គក៏មានមេត្តាបិតាដូនតាស្លាប់ទៅញោមញាតិក៏មានមេត្តាបិតាដូនតាស្លាប់ទៅឥឡូវយើងមកទិសបុណ្យនឹងឲ្យបានដល់មេត្តាបិតាដូនតាយើងទាំងអស់គ្នាណាញោមណាហើយវរៈជនវរៈនារីតស៊ូបូជាពលីជីវិតដើម្បីបបផហេតុជាតិសាសនានាយទាហាននគរបាលឬក៏ថ្នាក់ដឹកនាំដែលតស៊ូក្នុងសមរភូមិទៅដើម្បីថែរក្សាការពារទឹកដីឲ្យយើងរស់រានមានជីវិតនេះយើងសូមឧទ្ទិសផលបុណ្យនេះទៅដល់លោកទាំងនោះផងហើយទេវតាដែលអញ្ជើញមកក៏សូមយើងជូនបុណ្យដែរសូមទេវតាអនុមោទនាបុណ្យផងសូមទេវតានាំតំណែងទៅប្តឹងប្រាប់ដល់ញាតិទាំងនោះផងហើយសូមឲ្យទេវតាជួយថែរក្សាការពារប្រគុណជាអង្គម្ចាស់គ្រូព្រះអង្គមានបដិជាប្រគុណលយវីព្រះវិន័យធម៌លោកគុណស្រុកពោះប្រគុណជាអង្គម្ចាស់បច្ចេកអធិការវត្តព្រះគុណម្ចាស់គ្រូព្រះអង្គដែលបាននិមន្តមកចូលរួមនេះក៏សូមប្រគុណម្ចាស់មានប្រសុខភាពល្អគង់ជាមលោកដល់បរិស័ទឯញោមញាតិទាំងអស់ដែលមកពីទីជិតទីឆ្ងាយអ្នកជួយខ្វល់ខ្វាយជួយខ្នះខ្នែងតាំងពីសន្តិសុខតាំងពីយានជំនិះតាំងពីសម្ភារៈផ្សេងនឿយហត់ចូលជាបច្ច័យលុយកាក់អីសពបែបយ៉ាងសូមឲ្យទេវតាថែរក្សាការពារញោមទាំងអស់គ្នានឹងរស់នៅឲ្យបានសុខចម្រើនអស់កាលយូរសុខភាពល្អអាយុវែងកុំឲ្យមានជំងឺឈឺអាពាហ៍បៀនហើយបើអ្នករត់ទទួលទានក៏ចេះតែមានបានសម្បូរលុយសម្បូរកាក់ចាយក៏ងាយអស់ណាញោមណាទៅទីកន្លែងណាបានសុខបានសុវត្ថិភាពបើមានកូនមានចៅសុខអាល្អហើយបើមានកូនភាសាចៅភាសាសុខអាល្អមកនៅជាមួយទៀតណាញោមណាលើកមុខលើកមាត់ញោមឲ្យរស់រៀនមានជីវិតប្រកបដោយសេចក្តីសុខសេចក្តីចម្រើនបើញោមញាតិមានបំណងប៉ុនប៉ងប្រាថ្នាយ៉ាងណាចង់ឲ្យទិសទៅដល់ញាតិណាចង់ប្រាថ្នាអីអាត្មាស្ដាប់មិនលឺទេឃើញតែមាត់អេកអូចនោះសូមឲ្យសេចក្តីប្រាថ្នារៀងខ្លួនបែបនោះសម្រាប់យ៉ាងនោះក៏បីខានឡើយការសំដែងសន្មតថាចប់អេវ៉ាំង